ព័ត៌មានក្តៅៗមួយចាគឺម្នាក់ស្រីនេះជាអាជីវករក្នុងផ្សារគាត់បានចេញវីដេអូនិយាយរៀបរាប់ពីការដឹកនាំរបស់មុខថាសបងប្អូនចាកុំភ្លេចជួយ share ទាំងអស់គ្នាឲ្យប្រជាជនខ្មែរយើងបានដឹងបានឮបានឃើញជាពិសេសពួកសារព័ត៌មានចៅសៀមហើយនិងប្រជាជនចៅសៀមចាគឺវីដេអូនេះកំពុងតែកក្រើកមែនទែនចាគាត់គឺជាអាជីវករម្នាក់លក់នៅក្នុងផ្សារហើយគាត់បាននិយាយថាចេះគាត់ណាមិនអាចទទួលយកបានទេដែលមានមេដឹកនាំជាចៅឆ្លៀនពៀនដីកម្ពុជាចាហើយកំពុងតែមានឈ្មោះស្អុយរលួយទាំងសេដ្ឋកិច្ចកំពុងតែដាំដូងចុះហើយទេសចរក៏គ្មានអ្នកមកលេងទៀតចាហើយជាពិសេសឥឡូវនេះប្រជាជនភាគច្រើនណាកំពុងតែជាពាក់បំណុលធនាគារជុំទឹះចាបងប្អូនហើយមិនតែប៉ុណ្ណោះទេវាអត់មានយកភ្នែកមើលប្រជាជនទេគិតតែសបាយជាលក្ខណៈថានាយករដ្ឋមន្ត្រីវាសបាយអនឹងតំណែងនាយករដ្ឋមន្ត្រីវានឹងខ្លាំងណាស់បងប្អូនណាហើយគាត់បាននិយាយថាចេះឥឡូវនេះគាត់កំពុងតែជាពាក់ធនាគារវ៉ាន់កតែម្ដងចំណូលអត់មានទេមានតែចំណាយហើយមិនមែនតែគាត់ទេសាច់ញាតិគាត់ឬក៏ប្រជាជនជាច្រើនទៀតដែលគាត់ស្គាល់គឺបែបហ្នឹងទាំងអស់អញ្ចឹងគាត់មិនអាចទទួលយកបានទេមេដឹកនាំបែបហ្នឹងអើយបងប្អូននិយាយពីថាគាត់និយាយឡើង2នាទីជាងបងប្អូនវែងឆ្ងាយមែនទេតែខ្ញុំសង្ខេបខ្លីៗបងប្អូនណាគាត់ថាទេសចរក៏គ្មានអ្នកមកលេងណាអ្វីទាំងអស់គ្មានចំណូលមានតែចំណាយមិនមែនតែគាត់ម្នាក់ទេប្រជាជនសាច់ញាតិគាត់ក៏ដូចគ្នាឥឡូវហ្នឹងឲ្យប្រជាជនរស់យ៉ាងម៉េចឥឡូវនេះណាហេតុអ្វីបានជាថ្នាក់ដឹកនាំហ្នឹងអត់មានយកភ្នែកមើលសោះមួយថ្ងៃគាត់តែឈ្លានពានកម្ពុជាគាត់និយាយពាក្យហ្នឹងហ្មងបងប្អូនចាគាត់អត់មានខ្លាចញញើតអីទេគាត់ថាអត់ប្រឹងធ្វើជាអ្នកដឹកនាំគំរូទេបែរជាយកពេលវេលាទៅឈ្លានពានកម្ពុជាអត់ឈប់ឈរអត់យកភ្នែកមើលប្រជាជនទឹកចំនួនអីលិចពេញណាពេញណីក៏ប៉ុន្តែធ្វើមិនដឹងធ្វើមិនលឺហាតែអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរឆ្លើយតបគាត់ផងគាត់និយាយវីដេអូអញ្ចឹងទៅគាត់ឲ្យអ្នកចូលមើលនឹងឆ្លើយតបមួយគាត់មើលគិតយ៉ាងណាបើសិនជានៅតែយកថ្នាក់ដឹកនាំបែបហ្នឹងឲ្យដឹកនាំប្រទេសទៀតបងប្អូនចាសំខាន់ណាស់គឺគាត់និយាយបានល្អមែនតើគាត់ថាចេះមេដឹកនាំជាចៅឈ្លានពានកម្ពុជា